នេះគឺមករកខ្ញុំអត់វាដោយសារតែមានបងស្រីម្នាក់គឺគាត់បានមើលវីដេអូចាស់ខ្ញុំគឺគាត់ឃើញខ្ញុំធ្វើម្ហូបធ្វើឲ្យតំណងអញ្ចឹងទៅហើយគាត់ចង់សាកអញ្ចឹងណាចឹងហើយគឺគាត់កំង5គីឡូហើយថ្ងៃនេះចូលមកព្រៃប្រង់ចូលអីគឺមករើសខ្ញុំអត់វាជូនគាត់ផងដែរហើយបងប្អូនប្រយ័ត្នទស្សនាវីដេអូពេញជាមួយខ្ញុំទាំងអស់គ្នាបាទសួស្តីបងប្អូនទាំងអស់គ្នាគឺថ្ងៃនេះគឺមកកាន់វីដេអូខ្ញុំទៀតហើយបាទចឹងហើយគឺថ្ងៃនេះគឺមកចូលព្រៃប្រង់ដើម្បីយើងរើសខ្យងមាត់វាផងដែរហើយខ្យងមាត់វានេះគឺវាភាគច្រើនគឺវារស់នៅតាមព្រៃប្រង់សម្រាប់ព្រៃកង្ការសម្រាប់អីគឺវាមានខ្យងមាត់វានេះទេបងប្អូនគ្នាហើយវាចូលចិត្តរស់នៅតាមស្លឹកឈើណាដែលងាប់ហើយស្លឹកឈើដែលនិយាយថាវាសម្បូរមកនេះកអញ្ចឹងគឺវាចូលចិត្តរស់នៅមែនទែនហើយជាពិសេសគឺមានដើមឈើណាដែលពុកឬក៏ដួលរលំលើដីងាប់ហ្នឹងគឺបងប្អូនគ្នាគឺខ្យងមាត់វាគឺវានៅច្រើនមែនទែនតែម្ដងហើយនេះដែរគឺជាសកម្មភាពបន្ទាប់ពីខ្ញុំដើរកាត់ព្រៃកាត់អីហើយគឺខ្ញុំមកអង្គុយហូបទឹកបន្តិចដល់សារតែយើងមកឆ្ងាយដែរអញ្ចឹងហើយគឺយើងហូបទឹកហូបអីដើម្បីយើងយកកម្លាំងដើម្បីយើងទៅរើសខ្យងមាត់វាផងដែរខ្យងមាត់វានេះគឺយើងមានកម្រិតមានមួយដើម្បីត្រាយព្រៃដើម្បីយើងរើសផងដែរដោយសារតែខ្យងមាត់វាគឺវារស់នៅតាមដើមប្រង់ដើមអីចឹងមកនេះអញ្ចឹងហើយគឺវាតែថាយើងមើលមិនសូវឃើញទេដោយសារតែមានដើមប្រង់ដើមអីចឹងទៅឬក៏មានស្លឹកឈើចឹងហើយគឺយើងមានកម្រិតមួយយើងត្រាយព្រៃត្រាយអីចឹងទៅគឺវាស្រួលរើសមែនតើម្ដងហើយនេះដែរគឺជាសកម្មភាពខ្ញុំកំពុងតែត្រាយព្រៃបងប្អូននេះយើងត្រាយវាត្រាយទៅគឺប៉ះខ្យងហ្នឹងបងប្អូននេះប៉ះលឺដល់បើអាហ្នឹងខ្យងមាត់វាឯងចឹងហើយគឺពេលប៉ះគឺយើងរកស្រួលបងប្អូននេះបើមិនយើងអត់ប៉ះទេគឺយើងរកពិបាកតិចដោយសារតែវានៅក្រោមស្លឹកឈើចឹងហើយវាបន្លំជាមួយនឹងស្លឹកឈើចឹងទៅគឺវាពិបាករកមែនតើម្ដងពេលខ្លះវានៅស្រឡះតែឯងចឹងទៅនេះគឺមកដល់កន្លែងសបោគឺមកម្លុកនេះបងប្អូននេះបាន5 6គឺធំល្អមែនតើម្ដងនិយាយទៅឲ្យតែធ្លាក់ភ្លៀង1មេ2មេជាប់នេះគឺខ្យងគឺវាចេញក្រៅគឺច្រើនមែនតើម្ដងខំឲ្យខ្ញុំអត់ដឹងថាម្ដុំនឹងមានដែរបងប្អូននេះគឺខ្ញុំមើលតាមអាចឬក៏លក្ខណៈថាមេភ្លៀងមកវាចេញហើយខ្ញុំដើរតាមគៀនហ្នឹងទៅដល់គ្រឿងសមុទ្រអីផ្សេងគឺខ្ញុំឃើញអាចវាច្រើនហើយណាមួយពេលខ្ញុំដើរទៅជួប2 3ជួបអីចឹងទៅគឺខ្ញុំអត់សូវចាប់អារម្មណ៍ទេតែដល់ពេលដើរមករកព្រៃខាងក្នុងទីបងប្អូននេះគឺសម្បូរដែរចឹងហើយក៏រើសឲ្យជូនបងប្អូនហ្នឹងទៅហើយសម្រាប់បងប្អូនដែលគាត់ចង់សាកចង់ស្គាល់រសជាតិបងប្អូនអាចកំងពីខ្ញុំបានដូចបងស្រីចឹងគឺគាត់ចង់សាកគាត់កំង5គីឡូចឹងទៅតែឆ្ងាញ់តែសម្រាប់ខ្យងនេះបងប្អូនគ្នាគឺឆ្ងាញ់មែនតើម្ដងគឺសម្រាប់ខ្ញុំនៅតំបន់សមុទ្រគឺខ្យងផ្សេងមិនបានប្រហែលនឹងខ្យងនេះទេខ្យងនេះគឺឆ្ងាញ់មែនតើម្ដងសម្រាប់ខ្ញុំនិយាយទៅសាច់វាគឺជ្រុបនិយាយទៅឆ្ងាញ់មកនេះសម្រាប់បងប្អូនដែលគាត់នៅតំបន់សមុទ្រគាត់ធ្លាប់ហូបគាត់ធ្លាប់អីគឺបងប្អូនប្រកាសជាដឹងហើយថាខ្យងនេះវាឆ្ងាញ់សម្រាប់ណាហើយបងប្អូនគឺយើងអាចយកទៅឆាក្តៅឆាគ្រឿងកែងទៅធ្វើបានច្រើនមុខមែនតើម្ដងចឹងហើយគឺបងប្អូនមិនបាច់ភ័យថាខ្លាចពុលខ្លាចរាកខ្លាចអីទេចឹងហើយគឺខ្យងនេះគឺវាមិនចេះពុលទេចឹងហើយបងប្អូនអាចយកទៅធ្វើម្ហូបអីផ្សេងបានចឹងណាហើយបន្ទាប់ពីខ្ញុំរកព្រៃរកអីបានមកទទួលហើយគឺខ្ញុំរើសបានគ្រប់ហើយបងប្អូននេះគឺ5គីឡូចឹងហើយបន្ទាប់ពីខ្ញុំរើសបាន5គីឡូហ្នឹងហើយខ្ញុំក៏ចាប់ផ្ដើមធ្វើដំណើរធ្វើអីគឺចេញពីក្នុងព្រៃផងដែរដោយសារថាក្នុងព្រៃនេះគឺខ្ញុំចូលជ្រៅបងប្អូននេះគឺខ្ញុំចូលជ្រៅមែនតើម្ដងដើម្បីយើងទៅរើសខ្យងមាត់វានេះតម្រាំដល់បាន5គីឡូគឺធ្លាក់អណ្ដាតដែរហ្នឹងបងប្អូននេះយើងដើររកព្រៃហងហើយមានបន្លាស្រួយគឺច្រើនមែនតើម្ដងចឹងហើយគឺបន្លាមុតជើងហងហើយនិយាយទៅងាកមើលលើមុតក្បាលមុតអីផងចឹងហើយគឺពិបាករកមែនតើម្ដងខ្យងនេះមួយគឺយើងពិបាករើសមែនតើម្ដងដោយសារថាពណ៌វានឹងគឺដូចស្លឹកឈើហើយណាមួយវានៅតែក្រោមស្លឹកឈើទៀតចឹងហើយគឺយើងពិបាករើសមែនតើម្ដងហើយនៅក្នុងព្រៃនេះបងប្អូនគ្នាដូចខ្ញុំរៀបរាប់យ៉ាងគឺពិបាករកមែនតើម្ដងដោយសារតែវាមានដើមបន្លាច្រើនតែម្ដងគឺដើមបន្លាដូចដើមកសាំងហ្នឹងបងប្អូនគឺច្រើនមែនតើម្ដងចឹងហើយគឺស្រួយមុតនោះបងប្អូននេះគឺចុកហ្មងមុតដឹងថាចុកខ្មូលនៅនឹងហ្មងហើយនេះដែរបងប្អូននេះគឺខ្ញុំមកដល់ទីតាំងវិញហើយចឹងហើយគឺខ្ញុំចាក់ខ្យងចាក់អីដើម្បីបង្ហាញបងប្អូនគឺបានធំល្អមែនតើម្ដងហើយសម្រាប់បងប្អូនដែលចង់ហូបចង់សាកចង់ស្គាល់រសជាតិចឹងហើយបងប្អូនអាចកំងពីខ្ញុំបានលឿនបងប្អូនគ្នាដោយសារថាវាកំពុងតែមានហ្នឹងតិចទៀតអស់ហ្នឹងបងប្អូនគ្នាមិនមែនរើតែខ្ញុំទេគឺមានបងប្អូនផ្សេងគាត់រើលក់ដែរចឹងហើយបងប្អូនចង់ហូបចង់អីគឺកំងលឿនមកតើមានតើរកបានគេថាពី3ថ្ងៃទៀតរកលេងបានគឺខ្ញុំអត់បានរកជូនបងប្អូនទេហ្នឹងបងប្អូនគ្នាវីដេអូខ្ញុំគឺមានប៉ុណ្្នឹងទេអរគុណច្រើន